ដីតំបន់ខ្លះក្រៀមក្រំប៉ុន្តែយើងអាចឆ្នៃនៅដីនោះឲ្យមានជីវជាតិបានអាស្រ័យលើការរៀបចំនេះជាទស្សនវិជ្ជានៃការរៀបចំដីសម្រាប់ដាំបន្លែក្នុងនោះយើងមានការជីកដីដើម្បីនឹងដាក់ជីនេះជាគោដែលកំពុងតែស៊ីស្មៅនៅវាលស្រែហើយគោនេះក៏ផ្ដល់នូវអត្ថប្រយោជន៍គឺយើងយកលាមកគោឬក៏អាចគោនោះយកមកដាក់ថ្នាលឬក៏រងដំណាំសម្រាប់ដាំនៅបន្លែនេះជាលាមកគោឬក៏អាចគោដែលកាយដាក់បង្គីយកទៅរៀបចំរោយនៅលើថ្នាលឬក៏រងដំណាំព្រោះអាចគោល្អសម្រាប់ដំណាំផ្សេងនេះជាការរោយនៅអាចគោតាមថ្នាលឬក៏រងដំណាំនោះហើយយើងកាប់ដីដើម្បីឲ្យវាលាយឡំគ្នាជាមួយនឹងលាមកគោហើយយើងរៀបចំថ្នាលនឹងឲ្យស្អាតនិងដាំដំណាំក្នុងនោះខ្ញុំបានយកគ្រាប់ពូជដំណាំមួយប្រភេទគឺផ្លែត្រសក់ឬក៏ដំណាំត្រសក់យកមកដាំលើថ្នាលឬក៏រងដែលយើងបានរៀបចំរួចហើយយើងដាំបានតែរយៈពេលកន្លះខែឃើញថាត្រសក់ដុះល្អមានពណ៌បៃតងក្នុងនោះការរៀបចំជាប្រព័ន្ធតាមរងឬក៏ថ្នាលត្រសក់គឺយើងធ្វើប្រឡោះចង្អូងាយស្រួលក្នុងការយើងស្រោចស្រពទឹកវាដក់ទៅតាមរងនៃដំណាំនោះជ្រាបទៅថ្នាលឬក៏រងដំណាំធ្វើឲ្យសំណើមហ្នឹងល្អសម្រាប់ប្រសក់បឺតយកនៅជីវជាតិទាំងជីធម្មជាតិទាំងទឹកដើម្បីបំពន់នៅដំណាំដោយពណ៌ខៀវស្រងាត់គឺប្រើប្រាស់តែជីធម្មជាតិគឺមានលាមកគោយកមកដាក់ហើយយើងថែទាំដោយស្រោចទឹកព្រឹកល្ងាចដំណាំក៏ឲ្យផលដល់យើងដែលជាអ្នកថែទាំហ្នឹងផ្លែសម្រាប់យើងបរិភោគចែកដល់បងប្អូនញាតិនៅភូមិផងរបងជាមួយក៏ដូចជាពេលខ្លះក៏យើងលក់នៅត្រសក់នេះដើម្បីបាននៅកម្រៃខ្លះដោះស្រាយជីវភាពបានមួយគ្រាដែរនេះត្រសក់ផ្កាហើយពណ៌បៃតងខៀវស្រងាត់ត្រសក់នេះយើងដាំនៅក្បែរផ្ទះដែលដីកាលពីមុនវាក្រៀមក្រោះប៉ុន្តែយើងឆ្នៃឬក៏រៀបចំនៅដីនោះដើម្បីឲ្យមានជីវជាតិយើងយកលាមកសត្វមានលាមកគោហ្នឹងយកមកដាក់ហើយក៏យើងស្រោចស្រពឬក៏ស្រោចទឹកជារៀងរាល់ថ្ងៃព្រឹកនិងល្ងាចប្រសពឲ្យផលសម្រាប់ហូបពិសាឆ្ងាញ់ពិសានេះត្រសក់ខ្ញុំដើរទៅតាមរងដែលយើង
បានដាំហើយយើងមានដាំបន្លែផ្សេងទៀតមានត្រឡាចដែលកំពុងតែផ្លែមានឃ្លោកមានននោងមានសណ្តែកគួរនេះឃ្លោកនេះគឺគេហៅថាពោតបារាំងយើងដាំទៅវាផ្លែគ្រាន់បរិភោគដំណាំធម្មជាតិបានន័យថាការដាំនេះយើងអត់ប្រើថ្នាំគីមីទេយើងប្រើតែលាមកសត្វគឺលាមកគោហើយយើងស្រោចទឹកជារៀងរាល់ព្រឹកជារៀងរាល់ល្ងាចដំណាំក៏ឲ្យផលផ្លែសម្រាប់បរិភោគយើងកាត់បន្ថយការចំណាយការទិញគេទី1ទី2របស់ធម្មជាតិយើងហូបឬក៏ពិសាទៅមិនប៉ះពាល់ដល់សុខភាពទី3គឺកម្ចាត់នៅសេចក្តីខ្ជិលកាលណាបើយើងមានដំណាំទៅយើងត្រូវតែថែទាំត្រូវតែថែរក្សាអរគុណសម្រាប់បងប្អូនទស្សនាវីដេអូនេះ